ក្មេងអាក្រក់នេះនិយាយស្អីហ្នឹងយើងនៅបរិសុទ្ធតែយើងមានក្មេងក្នុងពោះមកពីណាអ្នកមិញក៏ហាក់ចេះក្មេងគឺជាមនុស្សមិនល្អចូលមកនាំនាងទៅមន្ទីរពេទ្យពិនិត្យគាត់បើពិតជាមានផ្ទៃពោះត្រូវរឹបអូសយកក្រុមហ៊ុនកំសាន្តរបស់តកុលសិនទាំងអស់លោកម្ចាស់ទី2លោកកុំខឹងអីខ្ញុំខុសហើយលោកម្ចាស់ទី2គឺខ្ញុំមានចេតនាកុហកលោកលោកប៉ែទូរម៉ាក់ល្អអត់ទាន់ឃើញទូហត់ណាស់រកគ្នាអាក្រក់ម្ល៉េះមិនសម្លាញ់ទេដែលត្រូវចេញមកណាត់ជួបនាងនិយាយទៅមើលរូបថតនេះមានអីពាក់ព័ន្ធជាមួយនឹងនាងហ៎លោកលាវអាយុ55ឆ្នាំហើយប្រហែលជាអត់ពាក់ព័ន្ធជាមួយរូបថតនេះទេបរិះអាយុ50គឺដូចជាផ្កាយកាន់តែចាស់កាន់តែក្រអូបចំណែកនាងវិញជាកូនច្បងតកូលហ៊ុនដែលជាតកូលធំទាំង4នៅណានឆឹងអាយុ26ឆ្នាំជិត30ទៅហើយបើមិនមែនប៉ារបស់នាងឲ្យលុយ60ម៉ឺនមកធ្វើជាថ្លៃបណ្ណាការទេខ្ញុំក៏មិនមកណាត់ជួបជាមួយនាងដែរនាងគិតថាខ្ញុំចង់ណាត់ជួបជាមួយនាងបើសិនជាលោកប៉ាខ្ញុំគាត់ដឹងថាលោកនិយាយកុហកគាត់ច្បាស់ជាសម្រាប់លោកមុនគេហើយនាងមិនស្គាល់របស់ល្អពិតប្រាកដទេខ្ញុំគឺជាអ្នករៀបចំមហាវិទ្យាល័យពិតប្រាកដនៅសតវត្សទី80តម្លៃថ្នាក់វិទ្យាល័យកាលនោះគឺស្មើនឹងថ្នាក់បណ្ឌិតឥឡូវនេះតើអាចដឹងដែរទេហើយនេះក៏ជាសិនដ៏ល្អត្រូវជ្រើសរើសកាលពីសម័យកាលមុនបើនាងអាចបង្កើតកូនឲ្យខ្ញុំនោះបុព្វបុរសរបស់នាងអាចទទួលបានលាភធំហើយដូច្នេះបើនាងរៀបការជាមួយខ្ញុំត្រូវបង្កើតកូនឲ្យខ្ញុំយ៉ាងតិចប្រ3នាក់និយាយចាប់ហើយនៅខ្ញុំប្រញាប់ចុះសមត្ថភាពពីជាមួយខ្ញុំមែនទេខ្ញុំរៀបការជាមួយចៅប្រុសលោកអាចចុះលិខិតអាពាហ៍ពិពាហ៍800ដងចុះលោកយកមកពីណាធានាជាមួយខ្ញុំស្រីថោកទៀតប្រយ័ត្នមិនឈិញស្អែកជួបគ្នាចុះលិខិតអាពាហ៍ពិពាហ៍ត្រូវសម្រាប់បានច្រើនកុំឲ្យមានស្នាមខ្មៅនៅក្រោមភ្នែករបួសបានប៉ះពាល់ដល់សរសៃប្រសាទជើងខ្នងបណ្ដាលឲ្យពិការជើងទាំងពីរប្រហែលជាមិនអាចក្រោកឈរបានទៀតទេលោកម្ចាស់ទី2លោកនឹងអ្នកនាងវិននៅជាមួយគ្នា5ឆ្នាំហើយស្នេហាអ្នកទាំងពីរជ្រាលជ្រៅណាស់ខ្ញុំគិតថាទោះបីជាលោកម្ចាស់មិនអាចក្រោកឈរបានទៀតក៏ដោយក៏អ្នកនាងវិននៅក្បែរលោកម្ចាស់មិនអាចឃ្លាតដែរតែនាងមិនគួរចំណាយពេលនៅជាមួយនឹងមនុស្សពិការដូចជាយើងនេះទេអាយបងខ្ជិលក្រោកពីគេមែនទេពេលនេះគឺយើងកន្លះម៉ោងហើយមិនឈិញយើងបែកគ្នាទៅកាត់អីបងនៅទីណាអូនត្រូវបងឥឡូវនេះខ្ញុំបានយកព្រមរៀបការជាមួយអ្នកផ្សេងហើយចេញទៅក្រៅប្រទេសនៅយប់នេះយើងគប់តាក់ទងគ្នាទៀតអីឈប់ត្រឹមនេះចុះយើងគប់តាក់ទងគ្នាទៀតអីឈប់ត្រឹមនេះចុះមិនឈិញអាយជាអ្នកណាហេតុអីមិនចេះដឹងឬគេចេញទៅលោកប៉ាស្គាល់គាត់មែនទេអូកូនរបស់គេធំប៉ុណ្ណេះហើយស្អាតទៀតអរគុណលោកម្ចាស់ទី2ដែរមិញនេះជួយខ្ញុំថ្ងៃក្រោយបាត់ត្រូវការជំនួយពីត្រកូលវិនសូមលោកប្រាប់មកចុះខ្ញុំសូមលាលោកហើយឈប់សិនលោកប៉ាដូចជាស្រឡាញ់អ្នកមិញវិនហើយល្អណាស់ទៅមានម៉ាក់ហើយនាងនិយាយពីអីខ្ញុំកំពុងរកប្រពន្ធឲ្យប៉ាអ្នកមិញវិនអ្នកមិញសុខចិត្តធ្វើជាម៉ាក់ខ្ញុំទេបានន័យថាលោកលែងលះហើយនាងស្ដាប់ខ្ញុំពន្យល់សិនតាមពិតកាលនោះគឺបែបនេះហើយទើបទូខ្លាយជាកូនរបស់ខ្ញុំគឺបែបនេះសោះចូលមុខរបស់នាងកើតអីគេនឹងស៊ីវលីនយេបានចេញទៅក្រៅប្រទេសរៀបការហើយហើយធ្វើមកខ្លួនឯងបែបនេះដើម្បីគេទៅវាសមដែរទេនឹងសមទេកូនបានប្រាប់ប៉ាយូរហើយថាកូនមិនចង់ណាត់ជួបបើប៉ាមិនស្ដាប់កូនមានតែវិធីនេះហើយប៉ាគ្រាន់តែសង្ឃឹមថាឯងមានបងឯងពឹងផ្អែកប៉ុណ្ណោះណាកូនខ្ញុំពិតជាលែងសមជាមួយនឹងអាយៈទៀតហើយមានតែទៅតាមនឹងចុះឆ្នាំមុនពេលដែលខ្ញុំឡើងភ្នំចៃដន្យគឺត្រូវទឹកថ្នាំពុលកាត់ពេលទៅដល់មន្ទីរពេទ្យជាតិពុលរាលដាលហើយមួយជីវិតនេះប្រហែលជាត្រូវរស់បែបហ្នឹងតែក៏ល្អដែរអាចបំភ័យគូណាត់ជួបដែលគេបំណងអាក្រក់ពីព្រោះគ្មានបរិះណាដែលមិនខ្វល់ពីសម្រស់របស់ភរិយានោះទេខ្ញុំមិនខ្វល់ទេលើថាលោកជាអ្នកស្នងមរតកត្រកូលសៀវលោកអាចមិនខ្វល់ប៉ុន្តែត្រកូលសៀវប្រកាសជាមិនអនុញ្ញាតទទួលស្គាល់កូនប្រសាទដែលមានមុខមាត់ដូចខ្ញុំទេទៅព្យាបាលមុខម៉ាក់បានអរគុណទឹកចិត្តទូហើយ
ទូតែថ្ងៃមុខច្បាស់ជារកបានម៉ាក់ល្អហើយស្អាតជាងមីងទូមិនយកអ្នកមីងផ្សេងមកធ្វើម៉ាក់ទេទូនឹងប៉ាស្រឡាញ់តែអ្នកមីងមុខរបស់ខ្ញុំម៉ាក់ស្អាតណាស់ទូនេះជាផ្កាយសំណាងហែងពេលនេះម៉ាក់អាចចុះលិខិតអាពាហ៍ពិពាហ៍ជាមួយលោកប៉ាបានហើយមែនទេប៉ារបស់ឯងគេធ្លាប់កុហកមីងទុកមីងចោលនៅកន្លែងចុះលិខិតអាពាហ៍ពិពាហ៍ម្នាក់ឯងអញ្ចឹងដល់ពេលនេះគាត់ចង់គឺមិនមែនងាយទេហើយកាលនោះប៉ាអូនលើថាបងសំបែកគាត់ខឹងណាស់ហើយគាត់ផ្ដាច់ការសហការជាមួយត្រកូលសៀវទៀតហើយបញ្ជាឲ្យអូនតាក់ទងជាមួយអ្នកផ្សេងឥឡូវនេះបើសិនជាយើងចង់ផ្សះផ្សាស្នេហាចាស់គាត់ត្រូវឆ្លងកាត់លោកប៉ាសិនដែរម៉ាក់កុំបារម្ភទូបញ្ចុះលោកតាឲ្យបានបងក៏ជាពាក់ការបញ្យល់ឲ្យលពូដែរលោកប៉ាកូនត្រឡប់មកវិញហើយកូនបាននាំលេងជាតិនឹងទូកូនរបស់គាត់មកជួបលោកប៉ាដែរដើមមលូម៉ាក់របស់ឈិញទឹកទៅចាក់ចេញទៅបាន3ឆ្នាំហេតុអីក៏ឯងចង់ចាក់ចេញពីយើងទៀតហើយលពូកាលពីមុនខ្ញុំបានធ្វើឲ្យឈិញពិបាកចិត្តថ្ងៃនេះខ្ញុំមកសុំទោសលពូដោយផ្ទាល់ក្រៅពីនេះបេះដូងរបស់ខ្ញុំចំពោះឈិញមិនដែលផ្លាស់ប្ដូរទេលពូសង្ឃឹមថាលពូអនុញ្ញាតឲ្យនាងរៀបការជាមួយខ្ញុំផងចុះគាត់មិនចង់ឲ្យកូនពិបាកទៅគាត់សំបែងតែកូនជឿថាកូនរស់នៅជាមួយគាត់បាននៅមានទូទៀតទូព្យាបាលមកឲ្យកូនជាហើយគេជាក្មេងនំសំណាងលោកប៉ាច្បាស់ជាស្រឡាញ់លោកតាក្មេងនេះស្អាតគួរឲ្យស្រឡាញ់ណាស់នេះបើឯងស្ដាប់ពីប៉ាកាត់ចិត្តពីអាក្មេងនេះប្រហែលជាឥឡូវនេះប៉ាមានក្មេងស្រីដែលគួរឲ្យស្រឡាញ់បែបដូចឆ្នេះបាត់ទៅហើយលោកប៉ារឿងស្នេហាគឺមិនអាចបង្ខំមួយជីវិតនេះកូនស្រឡាញ់តែអាយៈទេឯងធំហើយមានគំនិតផ្ទាល់ខ្លួនហើយបើឯងមិនស្ដាប់ពាក្យប៉ាទេឲ្យម្ដាយរបស់ឯងដែលស្លាប់ទៅនៅសម្រេចទៅលោកប៉ាមកស្លាប់3ឆ្នាំហើយតែគាត់សម្រេចចិត្តយ៉ាងម៉េចដើមមលូនេះយើងបានដាំវានៅពេលដែលយើងរៀបការជាមួយម្ដាយឯងកាលនាងនៅរស់ដើមមលូនេះចេញផ្លែជារៀងរាល់ឆ្នាំឥឡូវនាងលែងនៅហើយដើមមលូនេះคล้ายជាអនុស្សាវរីយ៍តែមួយគត់របស់យើងបើឯងអាចធ្វើឲ្យដើមមលូនេះចេញផ្លែឡើងវិញយើងនឹងចាត់ទុកថាម្ដាយរបស់ឯងនៅឋានសួគ៌យល់ព្រមលោកប៉ាកុំលេងសើចលោកប៉ាមិនសង្ឃឹមថាមួយជីវិតនេះពឹងផ្អែកលើកូនទេហេតុអីក៏តែមិនមែនជាអាជានាងដ៏ថ្លៃថ្នូរនៃតកូលវិនរបស់យើងនេះមិនត្រូវការស៊ីស្មៅចាស់ទេលោកពូវិនអ្វីដែលលោកពូនិយាយត្រូវណាស់ខ្ញុំបានធ្វើឲ្យឈិញពិបាកចិត្តខ្លាំងណាស់កាលពីមុនខ្ញុំគួរតែទ្រាំនឹងការលំបាកខ្លះដើម្បីសងវិញអញ្ចឹងលោកពូដែលលក្ខខណ្ឌមកដើមមលូនេះមិនចេញផ្លែ3ឆ្នាំហើយឯងមានវិធីអាចសម្រេចវាបានដែរទេទូមានវិធីកាប់វាត្រង់នេះទៅឆ្នាំក្រោយគឺវាលូតឡើងវិញហើយស្អីគេលោកតាកូជាអ្នកបង្រៀនដាំឈើចាស់ងាប់ហើយអាចកាប់វាចោលដើម្បីឲ្យដុះឡើងវិញតែបើចង់បានផ្លែគឺត្រូវរងចាំអស់ច្រើនឆ្នាំទៀតទូពិតជាឆ្លាតមែនទោះជាយឺតក៏ដោយក៏ជាវិធីល្អមិនមែន1ឆ្នាំ2ឆ្នាំឬក៏5ឆ្នាំដើម្បីឈិញខ្ញុំសុខចិត្តរងចាំល្អសម្រាប់តាមនឹងលោកប៉ាឯណាពុថែងកុំកាប់ខ្ញុំអីខ្ញុំនឹងអាចទៅគ្រោះបានពេលនេះខ្ញុំឈឺខ្លាំងណាស់ជួយព្យាបាលខ្ញុំផងទៅខ្ញុំប្រកាសជាហើយអ្នកណាកំពុងតែនិយាយសំឡេងនេះមិនមែនជាសំឡេងលោកតាទេនេះតូចនេះស្ដាប់នឹងខ្ញុំនិយាយតាមបែបទេតាមមលូពុតជាក្មេងផ្កាយសំណាងដែលមានវិញ្ញាណល្អមែនឆាប់ជួយប្រាប់តាចាស់នេះទៅជួយព្យាបាលខ្ញុំផងខ្ញុំឈឺខ្លាំងណាស់បើមិនជួយព្យាបាលខ្ញុំទេខ្ញុំស្លាប់ពិតមែនហើយតាមមលូឈឺពោះព្រោះតែមានសត្វល្អិននៅមិនអាចកាប់ទេដើមមលូនេះគឺជាអនុស្សាវរីយ៍តែមួយគត់របស់យើងនិងម្ដាយរបស់នាងបើសិនជាឯងកាប់នៅស្មើនឹងសម្លាប់យើងហើយណាត្រូវយកកំសើចេញពីបាត់ឆ្នាំងទើបមានសង្ឃឹមថារស់មកពេលលោកប៉ាប្រយ័ត្នពេកអ្វីក៏មិនអនុញ្ញាតឲ្យអ្នកថែសួនប៉ាអញ្ចឹងហើយទើបដើមមលូទៅជាបែបនេះលោកតាទូលើដើមមលូនិយាយថាឈឺពោះណាព្រោះសត្វល្អិតខំវាណាមិនក៏អញ្ជើញទៅកើតយើងតែងតែឲ្យអ្នកថែសួនបាញ់ថ្នាំសម្លាប់សត្វល្អិតនាំចូលពីបរទេសមិនក៏មានសត្វល្អិតទៀតទូតើកូនឃើញអ្វីមែនទេទូឃើញដង្កូវធំ5ក្បាលកំពុងខំនៅក្នុងពោះកុំនិយាយផ្ដេសផ្ដាក្មេងឆ្លាតសបកដើមឈើក្រាស់ណាស់មិនក៏ចៅអាចមើលឃើញវាទូចេញមកណែឈប់ពិតជាប្រហែលណាស់យើងមិនគួរអនុញ្ញាតឲ្យក្មេងបែបនេះចូលផ្ទះយើងទេហើយមិនត្រឹមតែលួចកូនស្រីយើងទេនៅចង់កាប់ដើមមលូរបស់យើងទៀតកូនឈប់អានលេងទៀតនឹងទូធ្វើអញ្ចឹងទៀតហើយលោកប៉ាបន្តកូនចាស់មិនក៏យើងមានកូនស្រីមិនស្ដាប់បង្គាប់ដូចជាឯងនេះចិត្តតែជួយអ្នកខាងក្រៅតកូលវិនរបស់យើងនេះយ៉ាងហោចណាស់ក៏ជាតកូលអ្នកមានទាំង4នៅណានឆឹងនេះដែរណាឯងជានាងថ្លៃថ្នូរអ្ហ្មងក៏ចង់ទៅធ្វើជាម្ដាយចុងគេបែបនេះក្រៅពីស៊ីវលីនយេគ្មានអ្នកណាត្រូវការឯងទេអីដង្កូវវាលូនចេញមកហើយដោយសារពួកវាទៅដើមមលូននិយាយថាតែខំឈឺណា
អេពិតជាមានតកៅមែន មិនតារាសម្ដាកអរគុណឯងហើយបើបាត់ចឹងទេយើងត្រូវតែកើទាំងអស់នេះខាប់ស្លាប់ហើយ បាច់អរគុណទេនេះជាអ្វីដែលទូទូគួរធ្វើ ក្មេងល្អមិនក៏ឯងដឹងថាមានតកៅនៅដើមឈើនេះហ៎ តែរបស់ទូទូមើលឃើញ ទូមានភ្នែកទឹកអាចមើលឃើញអ្វីដែលយើងមើលមិនឃើញទោះជាចាប់តកៅចេញក៏ដោយដើមឈើនេះពិបាកសង្គ្រោះខ្លាំងណាស់ ស្រោចទឹកបន្តិចទៅជាហើយ តកៅខំដើមឈើខូចអត់ទៅហើយទោះជាស្រោចទឹកប្រមាណគីបទៀតក៏គ្មានប្រយោជន៍ដែរ កូនជឿថាទូទូនាំសំណាងល្អមកឲ្យយើងឲ្យគេសាឡបងតែតែង យើងដឹងថាឯងដើម្បីរៀបការជាមួយនឹងក្មេងប្រុសមិនល្អនេះលែងខ្វល់ពីអ្វីទាំងអស់ហើយស្រោចទៅអើយយ៉ាងណាក៏ដោយក៏ដើមឈើនេះមិនអាចជួយបានដែរ ម៉ាណា ណាចេញស្លឹកហើយថែមទៅមានផ្លែទៀត ល្អណាស់ ចៅល្អរបស់តាមិនត្រឹមតែជួយសង្គ្រោះដើមម្លូរបស់យើងទេថែមទាំងធ្វើឲ្យវារស់ឡើងវិញចេញស្លឹកហើយចេញផ្លែទៀតចៅជាផ្កាយនាំសំណាងមែនលោកពូឥឡូវយើងធ្វើឲ្យដើមម្លូចេញស្លឹកចេញផ្លែហើយមានន័យថាម្ដាយរបស់ឈិញក៏យល់ព្រមនឹងអាពាហ៍ពិពាហ៍នេះដែរយើងគ្រាន់តែទទួលស្គាល់ចៅទូទូរបស់យើងតែប៉ុណ្ណោះយើងមិននឹងឲ្យក្មេងប្រុសលេលើរៀបការជាមួយនឹងកូនស្រីរបស់យើងនឹងងាយស្រួលនោះ យើងសូមប្រាប់ឯងណាទៅថ្ងៃមុខបើសិនជាធ្វើឲ្យឈិញរបស់យើងពិបាកចិត្តទៀតនោះយើងនឹងមិនលើកលែងឯងទេណាបានលពូមិនបាច់ឲ្យលពូធ្វើទេខ្ញុំសន្យាថាក្រោយពេលដែលរៀបការបើខ្ញុំធ្វើអ្វីឲ្យឈិញពិបាកចិត្តនោះខ្ញុំសុខចិត្តផ្ទេរទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំឲ្យទៅនាងហើយខ្ញុំចេញពីផ្ទះដោយដៃទៅទេ លោកតាចាំទូទូជួយលោកតាក្នុងការពិនិត្យលោកប៉ាឲ្យ ល្អណាស់ចៅ ល្អណាស់ទូទូមានម៉ាក់ហើយមានគ្រួសារក៏ក្តៅហើយ មកហោះទេ អរគុណទូបើមិនបានកូនទេប៉ានិងម៉ាក់ប្រហែលជាមិនបានរៀបការទេ ពេលនេះពួកយើងរៀបការហើយការសហការត្រកូលវិនជាមួយត្រកូលសៀវក៏អាចបន្តបាន ហៅឡូ លោកចាស់ទី2មិនល្អទេរោគចាប់រត់ឆ្នាំមានបញ្ហាហើយ យើងទៅដល់ហើយ លោកចាស់ទី2មកដល់ហើយ មិនកំងនៅទីនេះ ឯងមិនគិតថាខ្លាចទៅជាអ្នកស្នំមរតកហើយអាចយកទ្រព្យសម្បត្តិរបស់សៀវទាំងអស់បានហើយ មានរឿងអ្វីឲ្យប្រកាសទៅ អគឺបែបនេះនៅតំបន់ដាំយិនសិនដែលរោងចក្រពួកយើងបានចុះកិច្ចសន្យាស្រាប់តែមានជ្រុកព្រៃលេចឡើងបំផ្លាញដំណាំនិងធ្វើឲ្យអ្នកថែទាំរបួសថែមទៀតផងហើយថ្ងៃស្អែកនេះមានកម្មបញ្ជាទិញបើមិនមានរបស់ឲ្យគេនឹងត្រូវសងសំណង5លានឲ្យគេវិញផង ត្រកូលវិនមានអ្នកសហការហើយចាំអូនតាក់តងមើលថាតើអាចផ្លាស់ប្ដូរអ្វីបានខ្លាំងឧស្សាហកម្មថ្នាំត្រកូលលៀនរាប់ឆ្នាំហើយនៅតែមិនអាចយកមកបានចាំមើលថាអ្នកណាយកមកបាន មិនបាច់ទេបងថ្លៃនិយាយត្រឹមត្រូវណាស់ អូចាំបានហើយនេះគឺអតីតមិត្តស្រីប្អូនទី2មែនទេយ៉ាងម៉េចពេលនេះឮថាប្អូនទី2ឡើងស្នងតកូលមែនទេទើបត្រឡប់រកស្នេហ៍ចាស់យ៉ាងនេះកុំនិយាយពីម៉ាក់ខ្ញុំបែបហ្នឹងនាងក្មេងនេះអ្នកណាឲ្យដោះឯងមកភ្លេចហើយថាអ្នកណាជាអ្នកបង្កើតឯង បានហើយបើគ្រប់គ្នានៅទីនេះរងចាំច្បាស់ជាគិតឃើញអ្វីខ្លះហើយ បើបានដូចជាហើយឲ្យឯងនឹងយើងរកតំបន់ដាំយិនសិនថ្មីអ្នកណារកបាននឹងប្រកួតរោងចក្រផលិតថ្នាំឲ្យអ្នកនោះក្រុមហ៊ុនរោងចក្រផលិតថ្នាំនឹងក្លាយជារបស់យើង រកយិនសិនត្រូវហើយតែយិនសិនមិនមែនអ្នកណាក៏អាចរកឃើញនោះទេណាគឺត្រូវតែគេម្នាក់នោះជាមនុស្សមានសំណាងទើបគេអាចមានឱកាស ឯនាំកូនរញ៉េរញ៉ៃនេះទៅច្បាស់ជាមិនអាចរកឃើញទេ បើអញ្ចឹងយើងប្រញាប់ចាប់ផ្ដើមទៅ បងស្រីម៉ាក់ខ្ញុំបង្រៀនបងហើយនឹងខ្ញុំតាំងពីតូចអំពីរឿងអាសន្នអញ្ចឹងពួកខ្ញុំច្បាស់ជាមានឱកាសរកយិនសិនឃើញមុនត្រូវហើយពូតូចកាន់ចំនួនមនុស្សហើយមិនបាច់ត្រូវការចំនួនទៀតទេមិនអញ្ចឹងទេយើងមានចំនួនច្រើនណាស់នោះបងខាំបងទី2គេនិយាយពីខ្មោចមែនទេខ្ញុំខ្លាចកុំជឿគ្មានអ្នកណាក្រៅពីពួកយើងទេក៏ដាក់ថ្ងៃចែកខ្មោចមកពីណា មានបំភ័យស្អីចាំមើលពីរោគយិនសិនឃើញឯងនឹងយកមិនខាន ទៅមិនបំភ័យចំនួនតែគេចាប់តូចអាចដឹងថាយិនសិននៅទីណាទេអ្នកខាងក្នុងឯងកន្លែងឯងមានអត់ឈើធំបីស្មើនឹងមានផ្លែពណ៌ក្រហមក៏យិនសិនហើយលោកប៉ាចាប់តូចប្រាប់ថាទីនោះគឺមានយិនសិន អូនប្រុសទី2ឯងមានពេលយកទូទៅពិនិត្យនៅមន្ទីរពេទ្យផងនៅតែបន្តស្រន់ស្រោចឹងក៏មិនកើតដែរ បាស្រីម៉ាក់ប្រាប់ថាកន្លែងដែលមានយិនសិនលូតលាស់តែមានមិនលុបហើយសំណាមតែធ្វើរលងអត់មានជាជាតិទីនោះមកតែដឹងថាខុសហើយកន្លែងអាចមានយិនសិនខ្ញុំគិតថាគួរតែខាងណាកូនសម្លាញ់ម៉ាក់បង្រៀនកូនដោយផ្ទាល់ទៅកូនឆ្លាតយ៉ាងនេះ
កុំចង់ចូលមករកយិនសិននៅទីនេះទូយើងទៅរកយិនសិនខាងនោះទេចា ក្មេងខ្ចី អូនថាកន្លែងពួកគេជ្រើសរើសព្រោះមួយឆ្នាំទៀតក៏រកអត់ឃើញដែររកឃើញយិនសិនហើយទីនេះសិតតែយិនសិនជាយិនសិនដែលចាប់តូចបានប្រាប់ទៅណា ចម្លែកណាស់កន្លែងនេះមិនសមនឹងមានយិនសិនដុះទេហេតុអីក៏លូតលាស់ដូច ពិត នេះ មែនហើយទុកជាបងថ្លៃមកអាក្រក់តែគាត់ត្រកោជាគ្រូពេទ្យមិនគួរនិយាយកុហកទេខាងក្រៅមានតលេលាក់ដៃមានជាជាតិណាមនុស្សធម្មតាមិនអត់ឃើញទេអេបងថ្លៃនេះជាអ្វីដែលពួកខ្ញុំរកឃើញពួកបងគួរតែទៅរកខាងផ្សេងទេឯងនិយាយស្អីខ្ញុំគ្រាន់តែពិនិត្យមើលថាវាជាយិនសិនឬក៏មិនមែនម៉ែអានឹងគឺយិនសិនពិតមែនណាប្រកាសជាមិនមែនហើយវាគ្រាន់តែមានឫសស្តៀងគេហៅវាថាយិនសិនដឺគល់វាគឺមានជាថ្នាក់មិនអាចប្រៀបជាមួយនឹងយិនសិនទេមិនស្គាល់យិនសិនផងចេះតែស្រេចទៅកាន់ សូម្បីតែយិនសិនដីនិងយិនសិនក៏បែកចែកមិនដាច់អូប្រុសទី2ហើយគួរតែទទួលស្គាល់ថាចាញ់ទៅកុំខ្ជះខ្ជាយពេលវេលា ទូវាធម្មនៅជនបទវាមិនដែលស្គាល់ឱសថយិនសិនមានតម្លៃស្អីទេវាច្រឡំជារឿងធម្មតា លើកក្រោយកុំខ្ជះប៉ាពេលផ្ដាស់ធ្វើឲ្យរំខានពួកយើង ទូមិនអីទេណារកឃើញយិនសិនដែរក៏ប្រកែកដែរ មែនហើយយិនសិនដីក៏ជាឱសថដែលរោងចក្រផលិតថ្នាំត្រូវការដែរទោះលើនេះមិនប្រើក៏ដោយក៏កូនជួយយើងច្រើនណាស់ ចាប់តើគេនៅភ្នំយូរហើយគេមិនច្រឡំទេអីអើយប៉ាម៉ាក់ម៉ានេះចាប់តើគេមិនកុហកយ៉ាងទេឈឺទេកូន លើក្រោយទៅអាប៉ាដកវិញណា កូនមិនឈឺទេប៉ាម៉ាក់ម៉ានេះយើងមិនយិនសិនច្រើនណានេះហេមិនអត់ទេវាជាយិនសិនមែនតា មើលទៅចំណេះដឹងខាងឱសថរបស់បងថ្លៃដូចជាមិនសូវល្អទេ ឯងយិនសិនតូចបែបហ្នឹងយើងមិនត្រូវការទេយើងច្បាស់ជារកបាត់អាមើមធំជាងហ្នឹង កន្លែងនេះមើលទៅយិនសិនប្រហែលជាមាន100ដើមបងនេះទេថងទៅអ្នកគ្រប់គ្រងលូដើម្បីសម្រេចវានៅនេះគ្មានសេវាសោះ ថ្ងៃចិត្តលិចហាងនៅទីនេះគ្រោះថ្នាក់ពួកយើងឆាប់ដកទៅ ឡោះ ម៉ាក់នេះពិតជារកមកឃើញយិនសិនពិតមែនណា បើទូរកយិនសិនឃើញកន្លែងផ្សេងក៏ត្រូវរកឃើញដូចគ្នាដែរប៉ាបងធំបងថ្លៃរកយូរហើយតែមិនបានរកឃើញទេ មិនទាន់យប់ទេនៅទីនេះមិនមានសុវត្ថិភាពយើងគួរតែចុះទៅលើភ្នំ ពួកតូចបើពួកខ្លាចចុះទៅមុនទៅពួកយើងកំពុងតែរកឃើញយិនសិនធំមួយកំពុងតែត្រៀមដកមែនទេបងប្រុស តែនៅទីណាទីនេះទីនោះlàភ្នំច្បាស់ចិត្តជាសំនឹងយិនសិនលូតលាស់តែមែនទេម៉ែត្រូវហើយសៀវអើរបស់យើងឆ្លាតចេះយកចំណេះដឹងមកអនុវត្ត ពួកឯងឆាប់ចុះភ្លាមភ្នំទៅកុំរំខានពួកយើងរកយិនសិន បើហ៊ានចូលមកចិត្តយើងពិតជាបានស៊ីពួកឯងហើយអប្រុសកំតៃទូបានលើសំឡេងជ្រុកប្រៃថាចង់សេមនុស្សណា ជ្រូកព្រៃមានជ្រូកព្រៃមកពីណាហ៎យើងមើលទៅឯងខ្លាចយើងរកយិនសិនបានចាំជាងឯងទើបឯងបន្លាចពួកយើង ត្រូវហើយឮថាជ្រុកប្រៃនៅភ្នំខាងនោះមិនអាចមកទីនេះបានតែនៅទីនោះគឺអត់មានយិនសិនទេឯងបានន័យថាម៉េចមានតែឯងទេរកឃើញយិនសិនសៀវអើយើងមិនអាចរកឃើញទេមែនទេ សៀអើគឺជាផ្កាយតំណាងរបស់តកូសៀវនាងថានៅក្នុងរូងភ្នំមានយិនសិនច្បាស់ជាមានយិនសិនហើយ ថោចេញអុយទូចិត្តល្អដាស់តឿនហើយតែពួកគេមិនយល់ទេនៅប្រើកម្លាំងបែបនេះទេ មិនជាល្ងិតហើយទោះជាគ្មានជ្រូកព្រៃក៏មានសត្វព្រៃផ្សេងទៀតដែរនៅទីនេះគ្មានសុវត្ថិភាពទេចុះពីលើភ្នំទៅ ខ្វល់ឯពីសត្វព្រៃបើវាហ៊ានមកខ្ញុំនឹងវាយវាសម្រាប់ចោលទាំងអស់អូយយើងមានមនុស្សច្រើនណាស់ត្រូវខ្លាចជ្រូកព្រៃមួយក្បាលដែរទេអូប្រុសទី2ឯងកំសាតាំងពីតូចមានរឿងអីតែតែពួនពីក្រោយខ្នងជើងមិនក៏លើធ្វើជាឲ្យគេហើយនៅតែបែបនេះទៀត ភាពក្លាហានមិនមែនប្រើនៅពេលនេះទេ រលកកាន់តែធំកាន់តែធំគោលការណ៍នេះឯងច្បាស់ជាយល់ថ្ងៃនេះយើងត្រូវបង្ហាញប៉ាឲ្យដឹងថាយើងខ្លាំងជាងឯងទៅ លោកប៉ា តាមចិត្តរបស់គេចុះទៅយើង សៀកំខាចគ្រាន់តែជាទន្សាយងប់មួយក្បាលប៉ុណ្ណោះ តន្សាយគួរឲ្យស្រឡាញ់ណាស់ហេតុអីបានជាវាស្លាប់ក្នុងព្រៃសត្វតូចមានរបួសជារឿងធម្មតាទេកុំបំភ័យខ្លួនឯង មានរឿងហ្នឹង មិនបាននិយាយថាទីនេះមានជ្រូកព្រៃពួកឯងមិនហ៊ានមកទេមិនក៏ពេលនេះពួកឯងដើរតាមពួកយើង ហើយយ៉ាពូតូចទីនេះជាតំបន់ពួកខ្ញុំហើយពូតូចកំចង់មកឆក់អាកាសបងជាពួកយើងទៅនៅទីនេះអូនមានអារម្មណ៍ថាវាដូចជាមានអ្វីមួយយ៉ាងកំពុងតែសម្លឹងមករកពួកយើងអូនតន្សាយគឺជាអាហាររបស់ម៉ាក់ជ្រូកព្រៃអ៊ំមករំខានម៉ាក់ជ្រូកព្រៃពេលញ៉ាំឥឡូវនេះម៉ាក់ជ្រូកព្រៃកំពុងតែខឹងខ្លាំង បងប្រុសបើចង់ទៅស្លាប់ទៅខ្លួនឯងទៅខ្ញុំមិនខ្វល់ទេប៉ុន្តែក្មេងៗទាំងអស់នេះគឺនៅតូចណាស់បងពិតជាមិនខ្វល់ពីសុវត្ថិភាពពួកគេពិតមែន ប៉ាកុំស្ដាប់ពួកទៅនិយាយពេលផ្ដាស់នៅទីនេះគ្មានជ្រូកព្រៃទេក៏គ្មានអ្វីកើតឡើងដែរ មែនហើយប៉ាពូតូចឆក់អាកាសយកដំណើរអ្នកស្នំមរតកពីប៉ាបើលើកនេះប៉ាចាញ់ប៉ាត្រូវដេកស៊ីខ្ចល់ហើយថាប៉ាសៀវអើមិនខ្លាចទេសៀវអើទៅតែខាងនៅទីនោះមានឃើញទេយើងរកយិនសិនឃើញហើយបងទីពីរកុំទៅអីនោះគឺជាផ្នែករបស់ម៉ាក់ជ្រូកព្រៃណាយកមិនជឿទេថយចេញហើយយ៉ាមិនក៏ខុសពីគេអញ្ចឹង
ព្រោះទៅលឿនលឿនអាហ្វុងកូនមានអារម្មណ៍យ៉ាងម៉េចហើយ ប៉ាដៃខ្ញុំកម្រើងមិនរួចទេថ្ងៃមុខខ្ញុំពិការទេប៉ាអង្គទី2បងឈឺណាស់មែនទេ អាចចេញទៅបើមិនមកក្ររបាយទេមិនក៏ប្រុសទៅជួបព្រៃបុកនោះ ឲ្យទៅនៅចិត្តឯងគ្រួសារទាំងមូលមិនអាចជួបរឿងល្អទេទូឲ្យចេញទៅយូរហើយតែគ្រប់គ្នាគេតែចង់ចូលទៅលាងភ្នំ រឿងមិនទាន់ឥឡូវនេះគឺត្រូវរឡានចុះពីលើភ្នំបញ្ញាប់បញ្ជូនអាហ្វុងទៅទីពេទ្យ និយាយស្រួលមែននៅលើភ្នំគ្មានសេវាទេមីងងឹតហើយរកផ្លូវយ៉ាង ប ម៉េច ងធំដឹងថាមេឃងឹតរកផ្លេចចំមិនឃើញហើយអញ្ចឹងពួកយើងទៅគាត់នៅទីនេះហើយរកវិធីនាំទូចុះឥឡូវទៅ ឈិញកុំខ្លាចបងនឹងការពារអូននឹងទទួលបានល្អបំផុ អញ្ ត ចឹងធ្វើយ៉ាងម៉េចមេឃងឹតបែបនេះបើយើងមិនប្រញាប់ចាក់ចេញខ្លាចលុះជ្រុកព្រៃមកដល់ទីនេះខ្មេងកាយស្នាងខ្ញុំអាចនាំអញរកផ្លេចចុះបានចាប់ទៅលោកប៉ាចាប់ទៅថានាំយើងរកផ្លេចចុះបាន ទូរឿងនេះមិនដូចជាការរយយិនសិនដែលអាចលេងល្បែងសំណាងទេបើសិនជាខុសផ្លូវនោះយើងជួបជ្រុកព្រៃយើងនឹងរត់មិនរួចទេណា ទូម៉ាក់ដឹងថាកូនចង់ជួយប៉ាតែសភាពពេលនេះគឺពិតជាគ្រោះថ្នាក់ណាស់យើងស្ដាប់តាមប៉ាល្អទេហេលោកប៉ាអ្នកម៉ាក់ខ្ញុំជាផ្កាយនាំសំណាងខ្ញុំការពារគ្រប់គ្នាបាន ពេលដែលទូនិយាយហាក់ដូចជាមិនដែលខុសទេ ផ្កាយនាំសំណាងស្អីធ្វើឲ្យគ្រួសារយើងជួបតែភាពវិនាស អូប្រុសទី2ឯងពិតជាស្ដាប់ពីព្រៃផ្ដាស់របស់ក្មេងព្រៃម្នាក់នេះមែនចោលស្លាប់តែខ្លួនឯងទៅកុំនាំពួកយើងទៅជាមួយ អ្នកគ្រប់ក្រុមលោកដឹងថាពួកយើងអត់ទាន់ចុះពីភ្នំគេច្បាស់ជាបញ្ជូនមនុស្សតាមរងចាំនៅទីនេះតែទៀតក្រុមសង្គ្រោះមកហើយអើយខ្ញុំឈឺ បងអាចចាំបានប៉ុន្តែកូនប្រុសរបស់បងមិនអាចចាំទៀតទេខ្លាចចាក់ដៃរបស់គេពិការទេ ពួកឯងចេញទៅបើចេញទៅយើងនឹងត្រូវជួបព្រៃស៊ីទាំងអស់គ្នា បើអញ្ចឹងពួកបងសម្រេចចិត្តឲ្យខ្លួនឯងចុះឈិញតោះយើងទៅទូយើងទៅផ្លូវណា តែខាងស្ដាំប៉ាម៉ាក់ដាច់ខ្ញុំឈឺណាស់ បងធំភាពក្លាហានពិតប្រាកដគួរតែប្រើនៅពេលនេះ សៀវអើមិនចង់ឲ្យបងទីពេលស្លាប់ទេសៀវអើខ្លាំងមិនល្អទេជ្រុកព្រៃមកដល់ហើយលោកប៉ាមិនល្អទេជ្រុកព្រៃមកដល់ហើយពួកយើងត្រូវលាក់ខ្លួនសុំកុំឲ្យជ្រុកព្រៃមិនឃើញពួកយើងអី ទៅ បងខ្លាញ់គ្រប់ក្រុមកូនឲ្យបានល្អបើមានរឿងអីកើតឡើងគ្មានអ្នកណាទទួលខុសត្រូវទេសៀវអើគេនៅក្មេងគេខ្លាចផ្សេងតែទទួលតែយ៉ាងម៉េចតែយ៉ាងម៉េចទេសំឡេងក្មេងស្រែកយំធ្វើជ្រុកព្រៃងាកមករកពួកយើង ពួកយើងប្រញាប់ចេញទៅឥឡូវនេះទៅ និយាយស្រួលមិនស្ដាប់អូប្រុសទី2ពួកឯងនឹងត្រូវជួបព្រៃស៊ី ឈីមីងពួកយើងត្រូវនៅទីនេះពិតមែនទេហើយចុះជ្រុកព្រៃនោះតែវាត្រឡប់មកវិញទេ កុំរំមើលទៅពេលវេលាកន្លងផុតយូរទៅហើយអ្នកគ្រប់គ្រងលូច្បាស់ជាបញ្ជូនមនុស្សមករកពួកយើងមិនហើយម៉ាក់មិនថាសៀអើជាផ្កាយសំណាងទេមានការពារពួកយើងច្បាស់ជាមិនដែរទេ ពិតជារកឃើញមែន ចាប់ទៅអរគុណអញហើយ អាហ្វុងចាក់ឡើងកុំនឹងអាចដេកបានទេ ហេតុអីក្រុមសង្គ្រោះមិនទាន់មកដល់ឈីមីងឬមួយពួកយើងទៅមុនមិនចឹងអាហ្វុងត្រូវបាត់បង់ជីវិតហើយ តែពួកយើងមិនដឹងផ្លូវទេបើត្រូវជ្រុកព្រៃរកឃើញពួកយើងគួរធ្វើយ៉ាងម៉េច មិនពួកគេស្ដាប់តាមទូទៅខាងនោះអស់ហើយយូរហើយមិនលឺសំឡេងជ្រុកព្រៃស៊ីហើយទេដឹងយើងទៅឆ្វេងទៅ ត្រូវទៅខាងឆ្វេងមានសៀអើនៅជាមួយសំណាងពួកយើងមិនអាចអាក្រក់ទេ ទៅ មិនដែរទេ ខា ឡើងមក ឲ្យលឿនមក លឿនឡើងលឿនអាហ្វុងឆាប់បាត់សំទោសគ្រួសារនៅចាំនៅទីនេះហើយ អាហ្វុង អត់កុំបារម្ភប្រគល់ឲ្យគ្រូពេទ្យទៅគឺបាត់ហើយ ឈីមីងអាហ្វុងគេពិតជា កុំបារម្ភអាហ្វុងមានលៀបសំណាងធំច្បាស់ជាមិនអីទេប៉ានេះប៉ាមកដល់របៀបណា ឯងធ្វើជាឪពុកគេយ៉ាងម៉េចកូនចេញទៅសិតតែល្អមកវិញស្រាប់តែជុំទីពេទ្យហើយឯងឃើញទេ ប៉ាមិនអាចបន្ទោសឈីមីងទេបាត់ចង់បន្ទោសបងទី2បើគេមិនទៅតាមតំបន់យិនសិនដែលពួកយើងបានរកឃើញយើងក៏មិនទៅកន្លែងផ្សេងហើយក៏មិនបានជួបជ្រុកព្រៃនៅពេលនោះដែរបងខ្លាញ់ឆ្លាតពេកហើយបើមិននិយាយត្រឡប់ទៅជួយទេពេលនេះពួកបងគឺត្រូវជ្រុកព្រៃស៊ីអស់ហើយ បងថ្លៃចង់ឲ្យខ្ញុំបើកកាមេរ៉ានៅក្នុងឡានឲ្យមើលទេ ពួកតូចកាមេរ៉ាក្នុងឡានឯងបញ្ជាក់ថាពួកគឺជាអ្នកជួយពួកយើងប៉ុន្តែពួកដំណាំយិនសិនពីពួកយើងនេះគឺជាការពិត បងប្រធំនិយាយក៏ហាក់ទូមិនចូលចិត្តបងទេ នេះគឺជាកូនល្អដែលពួកបងបរៀនមែនទេបានហើយឈីមីងឯងនិយាយមកមើលតើយិនសិនព្រៃជារបស់អ្នកណាដែលរកឃើញមុនឯងនិយាយមកយើងនឹងជឿ ល
លីមីងណាបងនិយាយទៅបងឆាប់និយាយទៅពេលនេះគ្មានអ្នកណាបញ្ជាក់ភាពស្អាតស្អំឲ្យយើងទេបងនៅធ្វើជាបងធំចិត្តទូលាយទៀតទេបងចង់ខាត់ទាំងប្រពន្ធខាត់ទាំងកូនមែនទេ អាហ្វុងរស់របស់ហើយខ្ញុំមិនអាចបាត់បង់ភាគហ៊ុននៅក្រុមហ៊ុនផលិតថ្នាំទៀតទេប៉ាគឺលៀនជាដណ្ដើមយន្តសិទ្ធិព្រៃពីពួកយើងប៉ាគឺលៀនជាដណ្ដើមយន្តសិទ្ធិព្រៃពីពួកយើង បើអញ្ចឹងភាគហ៊ុនរោងចក្រផលិតថ្នាំជារបស់ឯងហើយឯងយកចុះបងធំបងគិតឲ្យច្បាស់បើសិនជាបងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះហើយរោងចក្រផលិតថ្នាំនឹងត្រូវបែកពីក្រុមហ៊ុនស៊ីវទាំងស្រុងបងទទួលខុសត្រូវតែម្នាក់ឯងចំណេញខាតតែម្នាក់ឯងណា មិនបាច់ឲ្យបងប្រុសទី2ណែនាំជាងទី អរគុណហើយប៉ាបានចុះហត្ថលេខាហើយរឿងយិនសិនប្រៃគឺត្រូវតែប្រកបផ្គង់ មិនបែបទេចង់បានន័យថាម៉េច ម្សិលមិញនេះយើងជីកយិនសិនព្រៃសរុប120ដើមនៅក្នុងឃ្លាំងរោងចក្រមាន670ដើមសរុប790ដើ តាម ម កិច្ចសន្យារោងចក្រផលិតថ្នាំត្រូវប្រកបផ្គង់យិនសិនប្រៃ1000ដើមនៅសល់ពេលមកដល់5ម៉ោងទៀតទេដល់ពេលកំណត់ហើយបងត្រូវរកវិធីប្រមូលយិនសិនប្រៃយកមកឲ្យក្រុង ដល់ពេលមិនអាចផ្គត់ផ្គង់បាននឹងត្រូវបង់សំណង50លាន ពួកឯងធ្វើបាបយើង ពួកលោកសាញ់ញាតិអ្នកជំងឺមែនទេណា លោកគ្រូពេទ្យកូនខ្ញុំយ៉ាងម៉េចហើយ របួសដៃគ្មានបញ្ហាអ្វីធ្ងន់ធ្ងរទេតាមការពិនិត្យជីបចរគឺដំណើរការធម្មតាប៉ុន្តែយើងប្រើគ្រប់វិធីហើយគេនៅតែមិនមានសញ្ញាណាមួយដែលអាចភ្ញាក់ឡើងវិញបាននោះទេ ស្អីគេ សម្រាប់មិនដឹងខ្លួនចឹងហ៎ក្រៃលោកគ្រូពេទ្យហេតុអីមិនអាចមើលអ្នកជំងឺជា លោកទាំងពីរកុំបារម្ភយើងនឹងកោះប្រជុំអ្នកជំនាញទាំងអស់ពិនិត្យមើលម្ដងទៀតបាទ អាហ្វុងកូនអត់ភ្ញាក់មើលម៉ាក់ទេអីពេលនេះកូនយ៉ាងម៉េចហើយអត់ខ្ញុំរៀបឡើងបងទី2គាត់មិនត្រូវម៉ាក់ជួបប្រៃបុកទេ អ្នកទាំងអស់គ្នានេះគឺជាសាស្ត្រាចារ្យហួងមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រគាត់ជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនៅហៃឆឹងសាស្ត្រាចារ្យហួងសូមពិនិត្យជួយសង្គ្រោះចៅរបស់ខ្ញុំផងណា លោកកុំបារម្ភពេលដែលខ្ញុំមកដល់ខ្ញុំបាននៅពីស្ថានភាពខ្លះហើយខ្ញុំនឹងព្យាបាលអស់ពីសមត្ថភាពសូមកិច្ចចេញបន្តិច ខ្ញុំមិនដឹងថាគេកើតជំងឺអ្វីទេសូមពួកលោករងអ្នកជំនាញផ្សេងចុះ សាស្ត្រាចារ្យហុងខ្ញុំសូមបងលោកសូមរកវិធីផ្សេងទៀតទៅ សាស្ត្រាចារ្យដរាបណាជួយសង្គ្រោះចៅប្រុសរបស់ខ្ញុំបានតកូលសៀវនិងតបស្នងយ៉ាងធំធេងគឺពួកឯងជាអ្នកបង្កបញ្ហា ដងកេង ឯងចង់ធ្វើអី លើក្បាលបងទី2មានដងកេង ដង្កើបើមិនមែនតែស្អាយបងប្រុសកុំដេកនៅទីនេះដែរ អាជាឯងគួរតែគិតឲ្យច្បាស់មុននឹងនិយាយ ពូច្បាស់តែស្គាល់ផ្លូវត្រឡប់មកវិញហើយហេតុអីចាំមិនមកកើតរឿងថាមានតាមផ្លូវធ្វើឲ្យប៉ាម៉ាក់មិនហ៊ានដើរតាមបើមិនចឹងទេបងប្រុសត្រូវមកជួនចាប់ភ្លាមភ្លាមតាមយូរហើយក៏មិនណាជាពេលកាប់ជាបានដែរ គឺចាប់តជួយទូមិនបានកុហកទេ ចាំនិយាយអ្នកណាជឿអីហេតុអីក៏មិនប្រាប់ជឿនឹងប្រាប់សៀមានតែតែលឺនិយាយ ទូកូនអត់ខុសទេកុំស្ដាប់គេនិយាយតែក្តាស់អាជានិយាយត្រូវហើយបើមិនមែនតែសារទូអាហ្វុងមិនត្រូវពេទ្យបង្អាក់ការព្យាបាលទេពេលនេះហើយគេនៅអត់ទាន់ដឹងខ្លួនដូច្នេះពួកឯងឆាប់នាំទូចេញពីទីនេះទៅទូមិនទេទូអាចជួយសង្គ្រោះបងទី2បាន បែបក៏ព្យាបាលមិនបានដែរពឹងលើឯងព្យាបាល លើក្បាលបងទី2មានដងកេង ដង្កើនាងទៅឯងប្រាប់ពូមកដង្កើដែរឯងបាទឃើញមានរូបភាពយ៉ាងម៉េច ដងកេងតូចវែងកំពុងតែលូនលើក្បាលបងទី2 ឬមួយជាប៉ារ៉ាស៊ីតឬមួយជាប៉ារ៉ាស៊ីត សាស្ត្រាចារ្យរបួសនៅទីវាលបើសម្អាតមួយរបួសមិនបានស្អាតទាន់ពេលទេនឹងឆ្លងប៉ារ៉ាស៊ីតពិតមែនហើយប៉ុន្តែរោគសញ្ញានៃប៉ារ៉ាស៊ីតគឺឈឺចាប់អ្នកជំងឺសន្លប់មិនដឹងខ្លួនរោគសញ្ញាដូចជាមិនត្រូវទេទូប្រកាសជាឃើញតើពិតមែន នៅលើក្បាលបងទី2មានដងកេងកំពុងតែមានទូបានឃើញដងកេងធំ5ក្បាលកំពុងខំពៀននៅខាងក្នុង សាស្ត្រាចារ្យបើពិតជាឆ្លងប៉ារ៉ាស៊ីតតើអាចសន្លប់មិនដឹងខ្លួនដែរទេមិនអាចទេយើងបានស្កេន MRI យ៉ាងពេញលេញហើយពិតជាមិនអាចមានទេអត់ទេ លឺទេមានប៉ារ៉ាស៊ីតអ្វីទាំងអស់សាស្ត្រាចារ្យហ៎លោកកុំជឿពាក្យផ្លេផ្ដាស់ដែលក្មេងព្រេងនោះនិយាយអត់សោះ មែនហើយលោកសាស្ត្រាចារ្យសូមលោកមកការវិនិច្ឆ័យរបស់ក្មេងធ្វើឲ្យលោកវិនិច្ឆ័យខុសកូនប្រុសខ្ញុំទើបតែអាយុ15ឆ្នាំខ្ញុំសូមវល់លោកសូមលោកជួយគេផង ប៉ារ៉ាស៊ីតបើមានរូបរាងដូចជាខ្សែហើយជាប់ទៅនឹងសរសៃប្រសាទពេលស្កេន MRI ប្រកាសជាអាចរកឃើញពិតមែនហើយប៉ារ៉ាស៊ីតដែលសង្កត់លើសរសៃខួរក្បាលក៏បណ្ដាលឲ្យសន្លប់ លោកសាស្ត្រាចារ្យទោះជាមានរឿងបែបនេះតែគេនៅក្មេងមិនយ៉ាងអាចមើលឃើញប៉ារ៉ាស៊ីតនៅក្នុងខួរក្បាលបាន បែបហើយមិនក៏នេះខ្លាចជាង MRI ទៀតនិយាយត្រូវមែនមានប៉ារ៉ាស៊ីតមែន អាហ្វុងកូនដឹងខ្លួនហើយម៉ាក់ពេលនេះកូននៅទីណា អាហ្វុងពេលនេះពួកយើងនៅមន្ទីរពេទ្យពេលនេះមានសុវត្ថិភាពហើយកុំបារម្ភហ៎លោកអរគុណលោកខ្លាំងណាស់ទាំងអស់នេះគួរតែអរគុណដល់នាងទុយម្នាក់នេះនាងរកឃើញប៉ារ៉ាស៊ីតទាន់ពេល
មិនចឹងអ្នកជំងឺប្រកាសជាមានគ្រោះថ្នាក់ ទូបានជួយសង្គ្រោះជីវិតកូនពួកបងពីអស់កូនមួយម៉ាត់ក៏អត់មានដែរមែនទេ ចៅឆ្លាតឯងពិតជាផ្កាយសំណាងរបស់តកូលសៀវមែនណាចៅ ហើយល្អណាស់បងទី2ភ្ញាក់ហើយដំណៃអ្នកស្នំមកដកលេងមានហើយជំពាក់រោងចក្រ50លានទៀតសៀមីងបងនៅមានចិត្តញ៉ាំទៀតអី អញ្ចឹងឥឡូវបងអាចធ្វើអីបានសាលីនជាយកទូតាមរាល់ថ្ងៃលោកប៉ាឲ្យលុយឲ្យភាគហ៊ុនឥឡូវនេះគេថែមទាំងរៀបការជាមួយអ្នកនេះធំរបស់តកូលវុទ្ធថែមទៀតគេសន្យាពួកគេចុះមកដល់ផ្ទះពួកអាចនិយាយធ្វើម្នាក់ពួកអាចជួយបាត់ខ្លះហ៎ ទូយើងមានកូន3នាក់អាហ្វុងស្អែកកូនទៅនិយាយថាឈឺនៅចំពោះមុខលោកតាកូនត្រូវថាទូធ្វើឲ្យកូនទៅជាបែបហ្នឹងយល់ទេអ្នកម៉ាក់កូនថាទូធ្វើត្រូវហើយថែមទាំងបានជួយសង្គ្រោះកូនទៀតនិយាយស្អីកូននិយាយស្អីអ្នកដែលជួយសង្គ្រោះកូនគឺជាគ្រូពេទ្យកូនកើតជំងឺតតែបង្វែងឬមកក៏ត្រូវទូវាដាក់ថ្នាំហើយមិនហៅសៀវអើទៀតកូនទៅនិយាយជាមួយលោកតាឲ្យបានច្រើនឲ្យគាត់ដឹងថាកូនជាចៅស្រីតែម្នាក់របស់ត្រកូលសៀវដឹងទេចាអ្នកម៉ាក់ហើយ ខ្ញុំគ្មានពេលទេថ្ងៃនេះខ្ញុំណាត់មិត្តភក្តិជិះម៉ូតូឡើងភ្នំ ទ្រព្យសម្បត្តិពួកយើងគឺត្រូវពូតូចឯងទៅដាំយកទៅអស់ហើយពួកឯងនៅតែមិនយល់ស្អីទៀតហ៎អ្នកម៉ាក់ហេតុអីបានជាត្រូវពិនិត្យឡានដោយសារលោកប៉ាកូនធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារហ្វ្រាំងខូនដូច្នេះដើម្បីសុវត្ថិភាពរាល់ពេលពួកយើងចេញទៅក្រៅគឺត្រូវតែពិនិត្យអញ្ចឹងហើយ ឈិញអូនគិតបានល្អណាស់ លោកពូរកប្រហោងមែនទេឡាននេះមានប្រហោង អ្នកនេះទៅយ៉ាងខ្ញុំមិនមែនរកប្រហោងបែបនេះទេខ្ញុំរកប្រហោងដែលលេខខ្យល់ មែនហើយកង់វាកំពុងតែលេចខ្យល់ហើយ អើចុះពិតជាលេខខ្យល់មែនអ្នកនេះទៅពិតជាអស្ចារ្យមែនលំចាស់ទី2ខ្ញុំនឹងប្រឡានថ្មីភ្លាម តោះយើងចូលទៅរងចាំនៅខាងក្នុង យើងនៅត្រឡប់កន្លះម៉ោងទៀតអ្នកណាត្រឡប់យើងគឺឆ្កែហើយចាំពួកឯងក៏មិនរំច្បាស់ជាម៉ូតូថ្មីដែលពួកឯងមិនទាន់ដែរបានឃើញប៉ាយើងទើបតែទិញឲ្យយើងទេ អត់ប្រថំកុំជិះវាអីទូ ឯងចង់ស្លាប់មែនទេ កូនដឹងទេធ្វើអញ្ចឹងគ្រោះថ្នាក់អត់ប្រថំកុំជិះវាអីអត់សុវត្ថិភាពទេ មានសុវត្ថិភាពឬអត់ពាក់ព័ន្ធអីជាមួយឯងឆាប់ចេញទៅ តែម៉ូតូបងប្រថំវាខូចហើយมันអាចជិះវាបានទេ ទូកូនឃើញអ្វីទៀតមែនទេ នៅត្រង់នេះក្នុងពោះម៉ូតូវាដោះបងបែកវានៅផ្ទុះផោង និយាយផ្លែប្រាស់ស្អីនេះគឺជាម៉ូតូថ្មីទើបនឹងទិញវាមិនយ៉ាងណាខូចទៅ អាជាកុំឲ្យមានរឿងអីកើតឡើងលោកលីទើបតែមើលកង់ឡានឲ្យពួកយើងទេឲ្យគាត់មើលឲ្យបន្តិចទៅដើម្បីឲ្យអត់ចិត្ត ពួកtôiអស់រឿងនិយាយហើយខ្ញុំគ្មានពេលមកលើកមិនមួយពួកទេឆាប់ចេញទៅ ពិនិត្យម៉ូតូមិនចំណាយពេលយូរទេ ចេញទៅ ឯងជឿឬក៏មិនជឿយើងអាចលក់ម៉ូតូឯងឥឡូវនេះបាន ពួកគាត់ថាជាអ្នកស្នំរត់ដល់កោសៀវឯងផ្លាស់ប្ដូរម៉ូតូខ្ញុំបានតាមចិត្តអញ្ចឹងមើលឲ្យច្បាស់ខ្ញុំមិនមែនជាកូនរបស់ពួកទេថ្ងៃនេះទោះស្លាប់នៅខាងក្រៅក៏មិនពាក់ព័ន្ធជាមួយពួកដែរឲ្យមកខ្ញុំ លោកលីបាទមកពិនិត្យម៉ូតូនេះយ៉ាងម៉េចហើយ លំចាស់ទី2ខ្ញុំមិនឃើញម៉ូតូនេះមានបញ្ហាអ្វីទេខ្ញុំបាននិយាយឲ្យគ្មានបញ្ហាអ្វីទេឥឡូវនេះល្អហើយរំខានខ្ញុំកន្លះម៉ោងមិនភ័យរបស់ខ្ញុំបាច់ឆែកឲ្យហើយពួកស្ម័យចិត្តហើយមែនទេ ពួកយើងធ្វើនេះដើម្បីសុវត្ថិភាពរបស់ឯងណា ពួកtôiចិត្តល្អណាស់មុនដំណើរមុខជំនួយនឹងព្រាវរបស់ប៉ាខ្ញុំមិនต้องមកធ្វើឲ្យបងប្រុសខ្ញុំរងរបួសយ៉ាងម៉េចថ្ងៃក្រោយដល់ពេលខ្ញុំហើយមែនទេដល់អញ្ចឹងពួកត្រៀមធ្វើបាបខ្ញុំយ៉ាងម៉េចរេរាខ្ញុំឡើងជាម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍មែនទេឬក៏មានអីផ្សេងទៀតឆាំនិយាយឡើងនេះភ្លាមមក មិនក៏ឯងនិយាយអញ្ចឹងមិននេះទូរកឃើញកង់ឡានលេចខ្យល់ធ្វើឲ្យយើងក៏បារម្ភពីសុវត្ថិភាពឯងដែរ អញ្ចឹងមិនក៏នេះពូកែម្លេះហេតុអីក៏មិនរកឃើញបញ្ហានៅទីនេះ ទេបងពងត្រង់នេះវាមានបងបែកហើយ អត់នេះអត់ពិតបែបហើយសុំទោសម្ចាស់ទី2មិននេះខ្ញុំពិនិត្យឃើញថាពិតជាមានបំពង់បែកនៅត្រង់នេះពិតមែនបើពិនិត្យដល់ផ្នែកទៅទេគឺពិបាករកឃើញណាស់អរគុណដល់អ្នកតូចដែលបានចង្អុលប្រាប់ខ្ញុំដូចនិយាយលោកត្រូវពិនិត្យបានច្បាស់នេះគឺជាម៉ូតូថ្មីណាមិនកាយខូចអ្នកប្រធមម៉ូតូរបស់លោកប្រាជាមានបញ្ហាបំពង់ប្រេងពិតមែនបើលោកមិនជឿអាចទៅហាងជួសជុលឲ្យគេពិនិត្យមើលបានប៉ុន្តែបើសិនជាលោកនៅតែបង្ខំចិត្តបើកចេញទៅម៉ាស៊ីននឹងឡើងកម្ដៅបណ្ដាលឲ្យប្រេងហៀចេញដល់ពេលនោះអាចផ្ទុះបានគ្រប់ពេលអ្វីដែលទូនិយាយគឺជាកម្មពិតឯងដឹងយ៉ាងម៉េចថាម៉ូតូមានបញ្ហា នេះរបស់ទូមើលឃើញម៉ាក់និយាយថាបើវាខូចគឺគ្រោះថ្នាក់ដល់មនុស្សតែមិនចង់ឲ្យបងធំមានរបួស ឯងធ្វើខុសពិធីជប់លៀរបស់យើងមិនជឿឯងទេលោកម្ចាស់ទី2ខ្ញុំប្រកកន្លងថ្មីជួបលោកម្ចាស់ហើយ តោះយើងទៅរកកន្លែងកំសាន្តមួយថ្ងៃ យ៉ាបានតលេងហើយអ្នកគ្រូធំអ្នកគ្រូមានពេលមកត្រកូលសៀវដែរទេចែកដឹងគឺខ្ញុំទើបតែបញ្ចប់ការធ្វើដំណើរទើបតែត្រឡប់មកពីហៃឆឹងប្រហែលថ្ងៃនេះទេល្អណាស់សូមជួយខ្ញុំផងបើបានសម្រេចខ្ញុំតបគុណយ៉ាងធំបងអត់ទៅជិះម៉ូតូដើរលេងទេ ម៉ូតូមានបញ្ហាយកទៅជួសជុលហើយ ម៉ូតូនោះជាទីស្រឡាញ់ប៉ាទៅទិញឲ្យមិនក៏ថាមានបញ្ហា យើងក៏ឆ្ងល់ដែរហើយទូថាម៉ូតូមានបញ្ហាហើយម៉ូតូក៏ខូចពិតមែនច្បាស់ជានេះមករលួយហើយ ទូចង់ធ្វើបាបកូននេះម៉ាក់ទូនៅក្មេងមិនធ្វើអ្វីដូចដែលម៉ាក់និយាយទេទុយទៅវិញរឿងត្រឡប់មកល្អដោយសារគេច្រើនណាស់ស្អីទៅល្អដោយសារយើងនោះមើលច្បាស់ទៅដោយសារតែវានឹងហើយទើបមានបញ្ហាមិនចេះចប់ អ្នកប្រធមម៉ូតូរបស់លោកពិតជារកឃើញមានបែកបំពង់ប្រេងមែនខ្ញុំសូមអភ័យទោសដែលបានមកកបញ្ហាដល់លោក
មកខ្ញុំមិនស្ដាប់ទូទេប្រាជាផ្ទុះមែនហើយ អ្នកគ្រូមកដល់ហើយ ហេឡូ លោកម្ចាស់ទី2ឆាប់ត្រឡប់មកវិញលោកស្រីថោម៉ាត់យកគ្រូហុងស៊ុយមើលកាលពី5ឆ្នាំមុនត្រឡប់មកវិញហើយ លោកម្ចាស់សៀវខ្ញុំសូមនិយាយការពិតតាំងពីខ្ញុំឈានជើងមកដល់ត្រកូលសៀវខ្ញុំដឹងថាភាពអាក្រក់នៅទីនេះមិនធម្មតាខ្ញុំមើលបន្តទៀតជូនអ្នកនាងទូហើយនឹងត្រកូលសៀវគឺឆុងខ្សែលោហិតប៉ុន្តែអាចដោះស្រាយបានដោយវិធីបំបាច់សាច់បំបាច់ឈាមត្រូវតែបញ្ជូននាងចេញពីទឹកដីដែលត្រកូលសៀវរស់នៅលោកប៉ាបានលើអ្វីដែលអ្នកគ្រូនិយាយហើយយ៉ាងណាថ្ងៃនេះបើមិនបញ្ជូនទូទៅជនបទខ្ញុំនឹងមានឈីនាំកូនចាក់ចេញពីត្រកូលសៀវនេះហើយ ចែកផ្ទះលុះត្រាតែយើងស្លាប់ លោកប៉ាអត់អាណិតពួកយើងទេអីអត់អាណិតចៅទេអីបើឲ្យពួកខ្ញុំរស់នៅបន្តជាមួយទូច្បាស់ជាត្រូវសក់ខ្មែរជួនដំណើរសក់សហើយម៉ាក់កុំបង្កបញ្ហារឿងនេះអត់ពាក់ព័ន្ធនឹងទូទេ មែនហើយម៉ាក់ទូពិតជាមិនល្អមែនហេតុអីនឹងទទួលស្គាល់ពូតូចធ្វើជាឪពុកពូតូចកាន់តែរីកចម្រើនបែបនេះ អ្នកប្រុសទាំងពីរនិយាយអញ្ចឹងខុសហើយលៀបសំណាងរបស់លោកម្ចាស់ទី2គឺបានពីអ្នកនាងសៀវអឺ មានន័យថាម៉េច ខ្ញុំទោះទាយថាអ្នកនាងសៀវអឺជាផ្កាយសំណាងនាំលៀបសំណាងដល់ត្រកូលសៀវចំណែកអ្នកនាងទូឆុងនឹងប៉ាម៉ាក់បង្កើតត្រូវបញ្ជូនទៅត្រកូលទី2ហើយទេលៀបសំណាងរបស់ត្រកូលធំទៅវិញប៉ុន្តែលោកម្ចាស់សៀវថ្ងៃនេះជាថ្ងៃខួបកំណត់លោកម្ចាស់បើមិនបញ្ញាបញ្ជូននាងទេខ្លាចតែត្រកូលសៀវជួបគ្រោះមហន្តរាយធំនៅពេលនេះទេ បាទថាសម្រាប់ចិត្តបញ្ជូនទូតទៅវិញទៅ អ្នកណាហ៊ានប៉ះពាល់កូនស្រីរបស់ខ្ញុំនោះបងថ្លៃឆ្លៀតពេលដែលយើងមិននៅធ្វើរឿងអាក្រក់បែបនេះសមទេស្ដាប់តាមគ្រូបងនិយាយផ្ដាស់ពី3ម៉ាត់ក៏ចង់ធ្វើបាបកូនបង្កើតខ្លួនឯងពួកបងមិនសមធ្វើជាប៉ាម៉ាក់គេទេយើងបញ្ជូនទូទៅគឺដើម្បីការពារកូនយើង ត្រូវហើយអាហ្វុងរស់របស់ហើយមិនអាចឲ្យទូធ្វើបាបអាជានឹងស៊ីអឺទីទី បងអូនទី2ទូមិនមែនជាកូនបង្កើតពួកឯងទេម្យ៉ាងទៀតឯងជាមួយវិនឈីងគឺត្រូវតែមានកូនផ្ទាល់ខ្លួនហេតុអីបានជាចង់ទុកទូនៅទីនេះ ទូជាកូនបង្កើតរបស់ខ្ញុំ ទូបាច់ជាកូនខ្ញុំដូចគ្នាលោកប៉ាកូនឃើញនៅក្បាលបងអូនស្រីសៀវអើហើយនឹងមិញអាក្រក់នេះមានខ្សែក្រហម ទូអាចមើលឃើញខ្សែចំណងគ្រួសារលើកមុនកន្លែងសារតែរឿងនេះដែរទើបតែបានរកឃើញឈិនសឺមីលួចសហាយជាមួយនឹងម៉ែដោះសៀវអឺជាកូនរបស់នាងមែនទេ លោកម្ចាស់ទី2លោកនិយាយស្អីសៀវអើគេមិនអាចជាកូនខ្ញុំបាន ពាក្យទាំងនេះលោកស្រីទៅនិយាយជាមួយប៉ូលីសទៅ យើងទទួលបានមិនដឹងនាងធ្លាប់បោកប្រាស់លុយកាក់នៅហៃឆឹងនិងណានឆឹងដោយប្រាស់លេហុងស៊ុយនិងប៉ាហ្វាសុំទៅប៉ប៉លីជាមួយនឹងពួកយើងទៅ ខ្លាំងខ្លាយសត្វតែខ្លាំងខ្លាយទូកូនស្រីរបស់ម៉ាក់ទូសត្វតែជាកំហុសរបស់ម៉ាក់តើកូនអត់ទោសឲ្យម៉ាក់បានទេ ទូប៉ាគឺជាប៉ាមិនល្អប៉ាមិនគួរជឿពាក្យបោកប្រាស់គេនោះទេ លោកអំស្រីលោកអំប្រាទូឡើងជាកូនលោកអំទាំងពីរហើយ បង្កបញ្ហាដោយខ្លួនឯង លោកតាបងសួងតែ តាអាយុប៉ុណ្ណេះទៅហើយបំណងប្រាថ្នាគឺមានតែមួយប៉ុណ្ណោះគឺឲ្យគ្រួសារមានសុខដុមរមនារឿងរ៉ាវគ្រប់យ៉ាងឲ្យល្អចៅប្រុសចៅស្រីមានសេចក្តីសុខលូតលាស់រីកចម្រើន លោកតាទូជូនពរដល់លោកតាសូមឲ្យលោកតាអាយុវែង អូល្អណាស់ចៅ អូនសៀវអើយើងផ្លុំទៀនជាមួយលោកតាទៅណាខ្ញុំផ្លុំបានដែរ សៀវអឺបើទូហៅហើយអញ្ចឹងឯងផ្លុំជាមួយគ្នាទៅឯងក៏ជាសមាជិករបស់គ្រួសារសៀវដែរ អត់ទូខ្ញុំសុំតើខ្ញុំនឹងធ្វើល្អជាមួយបងពីពេលនេះតទៅបាយមួយ អូ ទូកាលពីមុនបងធំមិនគួរគំរាមកំហែងឯទេនេះគឺជាម៉ូតូដែលបងធំចូលចិត្តបងនឹងឲ្យម៉ូតូដែលបងចូលចិត្តនេះតែឯង ទូអរគុណឯងដែលឯងអត់ខឹងបងថែមទាំងជួយសង្គ្រោះបងទៀតហើយនេះគឺប្រអប់តន្ត្រីបងជូនឯងអរគុណថ្ងៃមកបើឯងមានការលំបាកអីឯងមករកបងជួយឯងល្អណាស់ទូមានបងប្អូនច្រើនយេមកទូញ៉ាំនំទៅអរគុណអំស្រីខ្ញុំជាបងស្រីឯងនំខេកទៅឲ្យបងអូនញ៉ាំមុនម៉ាក់តើកូនញ៉ាំបានទេអំស្រីទូចង់ឲ្យគ្រួសារសប្បាយចិត្តបងអូនស្រីជាគ្រួសាររបស់យើងអំស្រីកុំលំអៀងណាទូនិយាយត្រូវម៉ាក់មិនបានយកចិត្តទុកដាក់លើសៀវអើញ៉ាំទៅកូន ចែកយ៉ាងនេះនឹងមាននំខេកមួយទៀតថ្ងៃនេះគ្រប់គ្រាន់ហើយ